បន្ទាប់ពីយើងបានបញ្ចប់នៅទេមយជាដកដែលជាជាដកទី1នៅក្នុងចំណោមនៃទស្សជាដកទាំង10នោះឥឡូវយើងចូលមកដល់ជាដកទី2គឺមហាជនុជាដកដែលជាជាដកបង្ហាញពីការបំពេញបារមីរបស់ព្រះបរមពុរិស័ទគឺវិរិយបារមីនៅក្នុងមហាជនុជាដកពុស្ដានេះគឺដឹកនាំរៀបរៀងដោយលោកតាបណ្ឌិតកុលភេងលោកបានបែងចែកចេញជា5ជំពូកដោយនៅក្នុងជំពូកទី1និយាយអំពីកំណើតព្រះមហាជនុជំពូកទី2និយាយអំពីសេចក្តីព្យាយាមរបស់មហាជនុជំពូកទី3និយាយអំពីមហាជនុឡើងគ្រងរាជ្យក្នុងក្រុងមិថិលាជំពូកទី4និយាយអំពីប្របាទមហាជនុលះបង់រាជសាងភ្នោះនិងជំពូកទី5និយាយអំពីចេតិយអនុស្សាវរីយ៍ឥឡូវយើងចូលមកក្នុងជំពូកទី1តែម្ដងដែលជំពូកទី1នេះគឺនិយាយអំពីកំណើតព្រះមហាជនុនិទានខាងដើមកាលព្រះបរមសាស្តាគង់នៅក្នុងអារាមចេតពុនទ្រង់ប្រារព្ធមហាពិនេសក្រមរបស់ព្រះអង្គហើយបានសម្ដែងនៅធម្មទេសនាផ្ដើមដោយពាក្យជាអត្ថាកោយ៉ាងមច្ឆេសមុតតស្មឹងមានរឿងដំណាលថាក្នុងថ្ងៃមួយភិក្ខុទាំងឡាយប្រជុំគ្នាក្នុងធម្មសភាពរណនីសរសើរនៅមហាពិនេសក្រមរបស់ព្រះតថាគតព្រះសាស្តាបរមគ្រូស្ដេចយាងមកទ្រង់ត្រាស់សួរថាមនាលភិក្ខុទាំងឡាយអំបញ្ញមិញអ្នកទាំងឡាយប្រជុំគ្នានិយាយពីរឿងអ្វីកាលបើភិក្ខុទាំងឡាយក្រាបទូលរឿងនោះហើយព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយមិនមែនត្រឹមតែឥឡូវនេះទេសូម្បីពីអតីតជាតិក៏តថាគតធ្លាប់ចេញសាងមហាពិនេសក្រមដូច្នេះដែរបន្ទាប់ពីភិក្ខុទាំងឡាយក្រាបទូលអារាធនាព្រះសាស្តាទ្រង់នាំអតីតនិទានមកដំណាលឲ្យស្ដាប់ដូចតទៅចូលមកចំណុចនេះគឺនិយាយអំពីសង្គ្រាមរវាងបងប្អូនក្នុងការកន្លងយូរលង់ណាស់មកហើយមានព្រះរាជាមួយអង្គព្រះនាមថាមហាជនុទ្រង់សោយរាជសម្បត្តិនៅក្រុងមិថិលាដែនវិទេហរដ្ឋស្ដេចអង្គនោះមានព្រះរាជបុត្រ2អង្គគឺមួយមាននាមថាអរិដ្ឋជនុមួយទៀតនាមថាបោលជនុចំណេលកាលតមកស្ដេចមហាជនុទ្រង់សោយទីវង្គតព្រះរាជសព្ទត្រូវបានព្រះរាជវង្សានុវង្សនិងពួកនិមឺនសពមុខមន្ត្រីចាត់ចែងពិធីថ្វាយព្រះភ្លើងបូជាធ្វើបុណ្យតាមព្រះរាជប្រវេណីក្នុងនគរលុះអំណះឥតពីព្រះបាទមហាជនុអង្គនោះទៅរាជបុត្រច្បងនាមថាអរិន្ធជនុឡើងគ្រងរាជជាព្រះមហាក្សត្រស្នងព្រះបិតាហើយទ្រង់ប្រទានឋានៈដល់ព្រះអនុជបោលជនុជាព្រះឧបរាជស្ដេចអង្គនោះមានអាមាត្យម្នាក់ពូកែខាងអែបអបគាត់ចូលទៅគាល់ព្រះមហាក្សត្រហើយក្រាបទូលញុះញង់ថាបបិទ្ធព្រះសមត្ថិទេពព្រះឧបរាជមានបំណងធ្វើឃាតព្រះអង្គព្រះជាហេតុតែត្រូវអាមាត្យនោះខ្សឹបដាក់ត្រចៀកញយពេកព្រះអង្គបែរជាមានព្រះហឫទ័យលែងស្រឡាញ់ទុកចិត្តចំពោះព្រះអនុជទ្រង់ចេញរាជបញ្ជាឲ្យកងសេនាទាហានទៅចាប់បោលជនុដាក់ខ្នោះបណ្ដាយកទៅដាក់ឃុំឃាំងក្នុងរាជដំណាក់មួយក្បែររាជនិវេសរបស់ព្រះអង្គហើយចាត់វិធានការយានល្បាតយ៉ាងតឹងរ៉ឹងបំផុតព្រះឧបរាជបោលជនុធ្វើសច្ចាធិដ្ឋានថាប្រសិនបើខ្ញុំមានគំនិតអាក្រក់ចង់ធ្វើឃាតចំពោះព្រះមហាក្សត្រជាបងមែនសូមឲ្យខ្នោះនិងច្រវាក់កុំរំដោះចេញពីដៃជើងទាំងទ្វារដំណាក់ឃុំឃាំងក៏កុំរបើកឲ្យសោះតែបើគ្មានវិញនោះសូមឲ្យខ្នោះនិងច្រវាក់របេះខ្ទៀតខ្ចាយអំពីដៃខ្ញុំទាំងទ្វារក៏សូមឲ្យរបើកចំហចោះស្រាប់តែខ្នោះច្រវាក់ដាច់ខ្ចាយជាកំណាត់ទាំងទ្វារក៏បើកចំហឯងព្រះឧបរាជបានរត់ចេញពីក្នុងដំណាក់ឃុំឃាំងហើយធ្វើដំណើរទៅរហូតដល់ស្រុកចង្កាត់មាត់ញោកមួយនៅឯជីដែនសម្រាប់រស់នៅទីនោះតាមបែបប្រជារាស្ត្រសាមញ្ញអ្នកស្រុកជីដែនស្គាល់ព្រះឧបរាជក៏នាំគ្នាជួយផ្គត់ផ្គង់និងលាក់បាំងការពារមិនឲ្យទាហានព្រះមហាក្សត្រចាប់បានឡើយព្រះឧបរាជបានគៀងគោ
បញ្ចុះបញ្ចូលអ្នកស្រុកជនបទតាមជាដែនឲ្យរួមកម្លាំងជាមួយនឹងខ្លួនជាលំដាប់រហូតដល់មានបរិវារច្រើនទៅណាមកណាអ្នកចោមរោមហែហោមជាហេតុឲ្យព្រះឧបរាជរលឹកឃើញថាកាលដើមឡើយម្ចាស់បងចោទអញថាក្បត់ព្រះអង្គទាំងដែលអញមានគំនិតក្បត់ម្ចាស់បងបន្តិចតតែសោះប៉ុន្តែឥឡូវនេះអញនឹងប្រកាសសង្គ្រាមជាមួយនឹងម្ចាស់បងវិញមើលដូច្នោះហើយព្រះឧបរាជមានមហាជនជាច្រើនចោមរោមជាបរិវារធ្វើដំណើរទៅកាន់ក្រុងមិថិលាបោះបន្ទាយស្នាក់នៅខាងក្រៅក្រុងពលទាហានរបស់ព្រះមហាក្សត្រអរិន្ទជនុឮដំណឹងថាព្រះឧបរាជយាងមកដូច្នោះទាហានភាគច្រើននាំគ្នាយកដំរីសេះពាហនៈជាដើមមកចោះចូលនឹងព្រះឧបរាជមិនតែប៉ុណ្ណោះសូម្បីពួកជនផ្សេងទៀតក្នុងនគរមិថិលានោះក៏មករួបរวมនឹងព្រះឧបរាជដែរគ្រានោះព្រះឧបរាជបញ្ជូនសារលិខិតមួយច្បាប់ទៅថ្វាយព្រះរាជាបងដែលមានសេចក្តីថាកាលដើមឡើយទូលព្រះបង្គំជាខ្ញុំពុំដែលមានគំនិតអាក្រក់ចង់ក្បត់នឹងព្រះអង្គទេទើបតែឥឡូវនេះទូលព្រះបង្គំមានគំនិតចង់ដណ្ដើមរាជ្យពីព្រះអង្គតើព្រះអង្គយល់ព្រមប្រគល់រាជដល់ទូលព្រះបង្គំទេបើពុំព្រមទេនឹងកើតសង្គ្រាមរវាងយើងទាំងពីរពុំខានព្រះមហាក្សត្រទ្រង់ជ្រាបសេចក្តីក្នុងសារលិខិតនោះហើយមិនព្រមប្រគល់រាជដល់បោលជនុដោយងាយទេព្រះអង្គបានសម្រេចប្រតិធ្វើសង្គ្រាមវិញហើយបានផ្ដាំព្រះអគ្គមហេសីថាមហេសីអូនធម្មតាការធ្វើសង្គ្រាមយើងមិនអាចដឹងជាមុនថាជោគជ័យឬបរាជ័យទេដូច្នេះប្រសិនបើបងមានគ្រោះថ្នាក់អ្វីមួយក្នុងសមរភូមិមហេសីអូនក៏បីរក្សាបុត្រក្នុងផ្ទៃឲ្យបានគង់វង្សផ្ដែផ្ដាំរួចហើយស្ដេចអរិន្ទជនុរៀបក្បួនទ័ពជាពួកធំដើរហែជាក្បួនចេញអំពីព្រះនគរចូលមកចំណុចបន្ទាប់នេះគឺនិយាយអំពីមហាសីភៀសខ្លួនគ្រានោះពួកទាហានរបស់ឧបរាជបោលជនុបានធ្វើឃាតព្រះបាទអរិន្ទជនុឲ្យសោយទីវង្គតក្នុងសមរភូមិការសោយទីវង្គតរបស់ព្រះបាទអរិន្ទជនុនោះបានបង្កើតឲ្យមានភាពជ្រួលច្របល់ទូទាំងនគរថាព្រះរាជាសោយទីវង្គតហើយព្រះរាជាសោយទីវង្គតហើយរីឯព្រះអគ្គមហេសីរបស់ព្រះរាជាអរិន្ទជនុដឹងថាព្រះស្វាមីខ្លួនអស់ប្រជញ្ញហើយបានប្រវេប្រវាយកវត្ថុមានតម្លៃមានមាសជាដើមដាក់ក្នុងកញ្ជើស្លៀកពាក់សម្ពុតសៅហ្មងជូតឆ្នោតកញ្ចាស់ល្មមតែផ្លែចម្លែក10ភ្នែកអ្នកផងទាំងពួងមើលពុំស្គាល់ព្រះអគ្គមហេសីបានដាក់វត្ថុមានតម្លៃក្នុងកញ្ជើដោយចាក់អង្ករដាក់ពីលើហើយទូលយាងចេញពីព្រះរាជវាំងទាំងកណ្ដាលថ្ងៃគ្មាននរណាម្នាក់ស្គាល់ថាជាអគ្គមហេសីរបស់ព្រះរាជាឡើយព្រះជាយាយាងចេញទៅតាមទ្វារខាងជើងនៃនគរហេតុតែជាក្សត្រីមិនធ្លាប់យាងទៅណាមកណាម្ល៉េះហើយព្រះជាយាមិនអាចនឹងកំណត់ទិសដៅថាត្រូវទៅទីណាបានទេព្រោះវង្វេងទិសអស់ប៉ុន្តែព្រះជាយាធ្លាប់បានឮគេនិយាយថាកាលៈចម្ប៉ានគរកាលៈចម្ប៉ានគរពីមុនមកដែរដូច្នោះហើយព្រះជាយាចេះតែយាងទៅបណ្ដាសួរគេឯងបណ្ដាថាមានបងប្អូនណាធ្វើដំណើរទៅកាលៈចម្ប៉ានគរទេដើរសួរគេរហូតទៅដល់សាលាមួយខ្នងនៅតាមផ្លូវហើយក៏ចូលទៅអង្គុយសម្រាកត្រមង់ត្រមោចម្នាក់ឯងសូមបញ្ជាក់ថាបុត្រក្នុងផ្ទៃរបស់ព្រះអគ្គមហេសីអង្គនោះគឺជាតួអង្គព្រះមហាក្សត្រដែលត្រូវជាព្រះសាស្តាបរមគ្រូនៃយើងនេះឯងកាលទ្រង់អន្ទោលវិលវល់ក្នុងវដ្តសង្សារបំពេញនៅបារមីទាំងឡាយចូលមកដល់ចំណុចនេះគឺនិយាយអំពីសកទេវរាជដឹកព្រះអគ្គមហេសីទៅចម្ប៉ានគរដោយអំណាចដៃជះនៃព្រះមហាក្សត្របណ្ដាលឲ្យភពរបស់ស្ដេចសកទេវរាជកើតអាការៈរំជួយស្ទើរក្រឡាប់ដួលរលំព្រះអង្គរំពឹងមើលទៅទ្រង់ជ្រាបនៅព្រឹត្តិការណ៍នោះស្ដេចទ្រង់ព្រះតម្រិះថាបុត្រដែលនៅក្នុងផ្ទៃនៃព្រះអគ្គមហេសីនោះគឺជាអ្នកមានបុណ្យធំអញត្រូវតែទៅជួយទៅផ្សំទ្រង់ព្រះតម្រិះដូច្នេះហើយស្ដេចសកទេវរាជបាននិមិត្តរទេះប្រក់ដំបូលមានគ្រែមួយខាងក្នុងទ្រង់ប្រែក្រឡាខ្លួនជាមនុស្សចាស់បរទេះកាត់តាមទ្វារសាលាដែលព្រះអគ្គមហេសីគង់ទ្រង់ធ្វើជាឈប់ស្រែកអំពាវនាវថា
មានអ្នកដំណើរណាត្រូវទៅកាលៈចម្ប៉ានគរឬទេមានគឺខ្ញុំនេះឯងត្រូវទៅលោកអគ្គមហេសីឆ្លើយតបបើដូច្នោះចូលនាងឡើងមកអង្គុយក្នុងរទេះមកស្ដេចសកទេវរាជមានបន្ទូលលោកខ្ញុំមានគរចិត្តគ្រប់ខែខ្ញុំឡើងរទេះមិនរួចទេចាំខ្ញុំអង្គុយខាងក្រោយចោះសូមលោកមេត្តាទុកកន្លែងទន្លេខាងក្រោយសម្រាប់ខ្ញុំផងអគ្គមហេសីឆ្លើយថាម៉េចនាងខ្ញុំជំនាញក្នុងការបរទេះណាស់គ្មាននរណាដូចទេណែនាងកុំខ្លាចអីឡើងអង្គុយលើរទេះមកស្ដេចសកទេវរាជមានបន្ទូលតបព្រះអគ្គមហេសីយល់ព្រមហើយព្រះនាងយាងតម្រង់មករទេះប្រុងលើកព្រះបាទឡើងរំពេចនោះស្រាប់តែផ្ទៃដីខាងក្រោមរទេះប៉ោងខ្ពស់ឡើងស្មើនឹងរទេះធ្វើឲ្យនាងយាងឡើងយ៉ាងស្រួលដោយសារតែអានុភាពរបស់សកទេវរាជលុះព្រះនាងឡើងជិះរទេះហើយទ្រង់តម្រេកប្រកាយសម្រាកសម្រានលើស្រីយណាដែលសកទេវរាជរៀបចំទ្រង់យល់ប្រកាសក្នុងប្រតិថាអ្នកបរនេះជាទេវតាគ្រាន់តែបានផ្ទុំលើស្រីសាយណាជាទឹកមួយស្របក់ព្រះនាងក៏និន្ទ្រាលងលក់ទៅគ្រានោះសកទេវរាជបរទេះអស់ចម្ងាយផ្លូវ30យោជន៍ក៏ទៅដល់មាត់ស្ទឹងមួយទ្រង់ទឿនព្រះនាងឲ្យភ្ញាក់ប្រាប់ថាណែនាងចូលងូតទឹកឲ្យបានត្រជាក់កាយសម្លៀកបំពាក់មួយសម្រាប់នៅឯក្បាលដំណេកងូតទឹកហើយនាងយកសម្លៀកបំពាក់ចោះបាយកញ្ចប់ក៏មាននៅខាងក្នុងរទេះនោះស្រាប់ដែរមើលយកបរិភោគទៅព្រះនាងបានស្រង់ទឹកសោយក្រយាហារួចទ្រង់ផ្ទុំលក់មួយសាទៀតលុះដល់វេលារសៀលរទេះក៏ទៅដល់កាលៈចម្ប៉ានគរព្រះនាងតានឡើងតូតប្រណេតទៅឃើញប៉មទ្វារនិងកំផែងនគរក៏ភ្ញាក់ខ្លួនព្រឺតលន់ប្រហោះសួរអ្នកបរទេះថានោះជានគរអ្វីលោកកាលៈចម្ប៉ានាងសកៈឆ្លើយមានប្រសាសន៍ថាម៉េចលោកក្រែងកាលៈចម្ប៉ានៅឆ្ងាយអំពីនគរយើងដល់ទៅ60យោជន៍មែនទេអគ្គមហេសីសួរពិតជាអញ្ចឹងមែននាងប៉ុន្តែខ្ញុំស្គាល់ផ្លូវកាត់សកៈឆ្លើយគ្រានោះសកទេវរាជដាក់នាងចុះក្បែរទ្វារនគរខាងត្បូងប្រាប់ថាណែនាងស្រុករបស់យើងនៅឯខាងមុខឯណោះនាងដើរចូលទៅខាងក្នុងនគរចាស់ប្រាប់ដូច្នោះហើយសកទេវរាជបរទេះទៅខាងមុខបន្តិចក៏បំបាំងខ្លួនបាត់ពីទីនោះវិលទៅកាន់លំនៅរបស់ព្រះអង្គនៅឋានតែវតឹងវិញចូលមកត្រង់ចំណុចនេះគឺនិយាយអំពីអាចារ្យទីសាបមកសង្គ្រោះម្ដាយពោធិសត្វចំណែកព្រះទេវីទ្រង់មានខ្លួនតែមួយអង្គឯងព្រះជាយាបានទៅសម្រាកក្នុងសាលាមួយខ្នងគណៈនោះអាចារ្យទីសាបមកម្នាក់ជាព្រាហ្មណ៍ស្វាត់ជីមុនរស់នៅក្នុងក្រុងកាលៈចម្ប៉ានគរនោះដែរគាត់មាននប់ជាកូនសិស្ស500នាក់ដែលហែហោមទៅរកងូតទឹកក៏បានចោលភ្នែកអំពីចម្ងាយទៅបានប្រទះឃើញនៅព្រះទេវីនោះដែលមានរូបឆោមលំពណ៌ល្អលើសនារីនានាកំពុងតែអង្គុយនៅក្នុងសាលានោះគ្រាន់តែបានឃើញព្រះជាយាភ្លាមគាត់កើតសេចក្តីអាណិតស្រឡាញ់ដូចជាប្អូនស្រីនេះក៏ព្រោះតែអានុភាពនៃព្រះបរមពោធិសត្វនៅក្នុងព្រះឧទ្ធររបស់ព្រះជាយានោះឯងគាត់ខាត់មាននប់ទាំងអស់ឲ្យនៅចាំខាងក្រៅដើរចូលទៅតែម្នាក់ឯងរួចសួរថាប្អូនស្រីនាងនៅស្រុកណាលោកខ្ញុំគឺជាអគ្គមហេសីរបស់ព្រះជាអរិន្ថជនុនៅក្រុងមិថិលាម្ដាយព្រះពោធិសត្វឆ្លើយនាងចោះហេតុដូចម្ដេចបានជានាងមកទីនេះអាចារ្យសួរបបិទ្ធលោកព្រះជាព្រះស្វាមីនាងខ្ញុំត្រូវប្អូនបង្កើតនាមបោលជនុធ្វើគុតហើយកាលបើដូច្នោះនាងខ្ញុំមានសេចក្តីភ័យខ្លាចខ្លាំងណាស់មិនដឹងថានឹងទៅទីណាក៏មកទីនេះក្នុងគោលបំណងរក្សានៅបុត្រក្នុងផ្ទៃរបស់នាងខ្ញុំឲ្យបានល្អម្ដាយព្រះពោធិសត្វឆ្លើយណែនាងចាស់នាងមានញាតិខ្លះទេក្នុងនគរនេះអាចារ្យសួរអត់មានទេលោកម្ដាយពោធិសត្វឆ្លើយអាចារ្យទីសាបមកបង្គាប់ថាបើអញ្ចឹងកុំគិតអីនាងខ្ញុំជាអុជតចព្រាហ្មណ៍មហាសាជាគ្រូធំបង្រៀនសិស្សមកពីគ្រប់ទិសខ្ញុំទុកនាងជាប្អូនស្រីចាំខ្ញុំទំនុកបំរុង
ចូលនាងហៅខ្ញុំថាបងប្រុសចាប់ជើងខ្ញុំយំខ្សឹបខ្សួលទៅព្រះនាងទេវីក៏ចាប់ជើងរបស់អាចារ្យទីសាបមកហើយយំខ្សឹបខ្សួលដោយសម្លេងខ្លាំងអ្នកទាំងពីរនោះយំខ្សឹបខ្សួលដាក់គ្នាទៅវិញទៅមកគ្រានោះអន្តេវាសឹករបស់អាចារ្យទីសាបមកឮសំឡេងខ្លាំងក៏នាំគ្នាស្ទុះរត់ចូលទៅយ៉ាងប្រញាប់សួរថាតើមានរឿងអ្វីកើតឡើងលោកគ្រូអាចារ្យប្រាប់ថានេះជាប្អូនស្រីរបស់ខ្ញុំសម័យមួយនោះយើងបានព្រាត់ប្រាសគ្នាគ្រានោះអន្តេវាសឹកទាំងឡាយជម្រាបលោកគ្រូថាពេលនេះលោកគ្រូបានជួបនឹងប្អូនស្រីលោកសូមលោកកុំព្រួយបារម្ភអ្វីអាចារ្យទីសាបមកបានប្រើពួកមាណពឲ្យទៅយករទេះដំបូលដឹកព្រះអគ្គមហេសីទៅផ្ទះដោយផ្ដាំថាក្មួយអើយទៅដល់ផ្ទះខ្ញុំហើយប្រាព្រាហ្មណីប្រពន្ធខ្ញុំថាស្ត្រីនេះជាប្អូនស្រីពៅរបស់ខ្ញុំហើយឲ្យប្រពន្ធខ្ញុំជួយរៀបចំកន្លែងនៅនិងអាហារហូបចុកសម្រាប់គាត់ផងមាននប់ទាំងនោះនាំគ្នាជូនព្រះអគ្គមហេសីទៅដល់ផ្ទះព្រាហ្មណ៍ហើយក៏បានជម្រាបពាក្យបណ្ដាំរបស់អាចារ្យដល់ប្រពន្ធគាត់គ្រានោះព្រាហ្មណីដឹងថាជាប្អូនស្រីរបស់ប្តីខ្លួនក៏អញ្ជើញប្អូនថ្លៃឲ្យងុយទឹកក្តៅអ៊ុនឯខ្លួនគាត់ក៏មករៀបចំទីសម្រាកហើយអញ្ជើញនាងសម្រាកព្រះអគ្គមហេសីក៏ផ្ទុំលក់ទៅបន្ទាប់មកតាព្រាហ្មណ៍ងុយទឹកស្រះរួចត្រឡប់មកផ្ទះវិញក៏ដល់ពេលបាយល្មមហើយគាត់ប្រើប្រពន្ធទៅហៅប្អូនស្រីទទួលទានបាយរួមគ្នាតែម្ដងបន្ទាប់មកពីរនាក់ប្តីប្រពន្ធបានធ្វើការរក្សានិងទំនុកបម្រុងនាងខាងក្នុងគេហដ្ឋានខ្លួនដោយក្តីអាណិតស្រឡាញ់ដោយសុទ្ធតែចិត្តចូលមកដល់ចំណុចនេះគឺនិយាយអំពីមហាជនុកុមារមិនយូរប៉ុន្មានព្រះអគ្គមហេសីបានសម្រាលបុត្រដែលមានសម្បុរល្អភ្លឺថ្លាដូចជាមាសហើយដាក់ឈ្មោះដូចនឹងជាតាថាមហាជនុកុមារមហាជនុកុមារចម្រើនវ័យវឌ្ឍនាការឡើងគេតែងលេងកម្សាន្តជាមួយនឹងកុមារដទៃនៅក្នុងស្រុកជាមួយគ្នាកុមារទាំងឡាយផ្សេងតែងលេងឆាឆៅរំខានដល់មហាជនុកុមារមហាជនុកុមារតែងកើតការធុញទ្រាន់ហើយចាប់ពួកគេពេញទំហឹងវាយធ្វើបាបឲ្យពួកគេយំដោយមហាជនុកុមារអាងខ្លួនមានកម្លាំងខ្លាំងព្រោះជាប់ខ្សែស្រឡាយពីខត្តយតកូលនោះផងដោយមានអ្នករឹងត្អឹងព្រោះគេកើតនៅក្នុងផ្ទះតាព្រាហ្មណ៍ដែលជាអាចារ្យធំនោះផងពួកកុមារដែលមហាជនុកុមារវាយធ្វើបាបតែងស្រែកយំឮខ្លាំងដល់ម្ដាយឪពុករបស់ពួកគេពេលម្ដាយឪពុកសួរទៅពួកគេតែងប្រាប់ថាអាកូនមេស្រីមេម៉ាយវាយខ្ញុំមហាជនុកុមារឮដូច្នោះគិតថាម្ដេចក៏ពួកគេហៅអញថាកូនមេស្រីមេម៉ាយញឹកញាប់ម្លេះមិនអីទេអញនឹងសួរម្ដាយអញមើលក្នុងថ្ងៃមួយមហាជនុកុមារសួរម្ដាយថាម៉ែអ្នកណាជាឪពុករបស់ខ្ញុំម្ដាយឮកូនសួរដូច្នោះបញ្ឆោតកូនថាណែកូនឪពុករបស់កូនគឺតាព្រាហ្មណ៍នឹងឯងលុះថ្ងៃក្រោយមកទៀតមហាជនុកុមារឮពួកកុមារដែលខ្លួនវាយនិយាយលក់លើថាអាកូនស្រីមេម៉ាយដូចមុនគេក៏តបទៅវិញថាឪរបស់ខ្ញុំគឺតាព្រាហ្មណ៍មិនអញ្ចឹងអីកុមារផ្សេងចំអកថាតាព្រាហ្មណ៍នឹងជាឪពុករបស់ឯងពីអង្កាលមហាជនុកុមារក៏គិតថាពួកនេះចំអកឲ្យអញហើយតើតាព្រាហ្មណ៍នឹងជាឪពុករបស់អញមែនឬមិនមែនណកាលនេះច្បាស់ជាម្ដាយអញប្រាប់មិនត្រង់ទេមុខជាគាត់លាក់លៀមហើយមិនអីទេអញនឹងប្រើឧបាយធ្វើឲ្យគាត់ប្រាប់ត្រង់ឲ្យខានតែបានកាលម្ដាយកំពុងបំបើកដោះមហាជនុកុមារខំដោះម្ដាយហើយនិយាយថាម៉ែនរណាជាឪរបស់ខ្ញុំពិតប្រាកដបើពុំប្រាប់ឲ្យត្រង់ទេខ្ញុំនឹងខំក្បាលដោះម៉ែឲ្យដាច់ពុំខានព្រះអគ្គមហេសីអស់ឧបាយបញ្ឆោតកូនក៏រៀបរាប់តាមត្រង់ថាហើយកូនសម្លាញ់មាម្ដាយកូនគឺជាបរិជ្ជបុត្ររបស់ព្រះរាជាព្រះបាទអរិទ្ធជនុនៅឯក្រុងមិថិលាដែនវេទេហៈបបិតារបស់បុត្រត្រូវឧបរាជបោលជនុជាព្រះបេតុលាធ្វើគុតហើយមេដាហេតុតែចង់រក្សាបុត្រឲ្យរួចផុតពីសេចក្តីស្លាប់ទៅបានភៀសខ្លួនមកនគរនេះឯ
លោកអ៊ំព្រាមនោះគាត់ទុកមេត្តាដោយប្អូនស្រីបង្កើតរបស់គាត់ហើយជួយទំនុកបំរុងយើងទាំងពីរនាក់រៀងតារាមកតាំងពីមហាជនុកុមារស្ដាប់ការរៀបរាប់ដ៏ជូរចត់អំពីប្រវត្តិត្រកូលខ្លួនពីពមេដាដូច្នោះហើយព្រះកុមារឈប់ប្រើកំហឹងជាមួយនឹងកុមារផងគ្នាបើទុកណាជាពួកគេស្ដីឲ្យថាខ្លួនជាកូនស្រីមេម៉ាយក៏ដោយឥឡូវនេះយើងបានចប់នៅក្នុងចម្ពោះ1ដែលនិយាយអំពីកំណើតព្រះមហាជនុហើយអញ្ចឹងយើងនឹងចាំទៅបន្តនៅក្នុងពេលក្រោយទៀតនៅក្នុងចម្ពោះ2ដែលចម្ពោះ2ហ្នឹងនិយាយអំពីសេចក្តីព្យាយាមរបស់មហាជនុអញ្ចឹងចម្ពោះ1យើងចប់ត្រឹមប៉ុណ្្នឹងសិន